ខេសួស្តីអ្នកនរគ្នាវិលមកជួបគ្នាជាមួយនឹងការសាងសង់ប្រាសាទបាយ័ននៅក្នុង Game Minecraft អេពីសូតទី3ក៏ជាអេពីសូតចុងក្រោយរបស់យើងផងដែរហើយនៅក្នុងអេពីសូតនេះដែរគឺយើងនឹងធ្វើការ decor នៅខាងក្នុងប្រាសាទហើយនឹងធ្វើ logo មហាសង្ក្រាន្តរបស់យើងហ្នឹងហើយដោយដែលអ្នកនរគ្នាបានឃើញចឹងនៅក្នុងប្រាសាទយើងគឺប្រហែងប្រហោងទ្រុសធ្លាអីទាំងពេញហ្នឹងហើយមើលមិនយល់ទេអញ្ចឹងក៏មកខាត់ពេលយូរយើងចូលទៅក្នុងវីដេអូរបស់យើងទាំងអស់គ្នាដោយដែលអ្នកនរគ្នាបានឃើញចឹងឥឡូវនេះគឺខ្ញុំបាន decor នៅផ្នែកពីដានខាងលើហើយកន្លែងហ្នឹងគឺខ្ញុំបានកាត់ចោលដោយសារតែពេលខ្ញុំ decor ហ្នឹងគឺខ្ញុំប្រើវិចារណញ្ញាណខ្លាំងពេកអញ្ចឹងបៀលហើយវាយចោលបៀលហើយវាយចោលងំតែត្រូវ yes អញ្ចឹងបន្ទាប់ពីយើងធ្វើហើយយើងចាប់ផ្ដើមធ្វើការ copy ហើយផាសវាជាបន្តទៅហ្នឹងហើយយើងខ្ជិលវាច្រើនដោយសារតែបញ្ញាប់ដែរអញ្ចឹងវិធីដែលលឿនគឺមានតែ copy ផាសហ្នឹងទេហ្នឹងហើយស្រួលជាងគេអញ្ចឹងបន្ទាប់ពីយើង copy ផាសបានមកជាហៀងហើយយើងចាប់ផ្ដើមធ្វើការ flip វាទៅម្ខាងទៀតហើយយើងផាសវាទៅអញ្ចឹងវាចេញមកម្ខាងទៀតហើយអញ្ចឹងវារៀងលឿនគួរសមដែរអញ្ចឹងបន្ទាប់ពីយើង design រួចរាល់ហើយអស់ហើយយើងចាប់ផ្ដើមធ្វើការ rotate វាចំនួន90 degree ដើម្បីឲ្យវាចេញមកជាហៀងទៀតអញ្ចឹងយើង rotate 90 degree ចំនួន3ដងដើម្បីឲ្យវាគ្រប់ជ្រុងតែម្ដងហ្នឹងហើយមុខក្រោយឆ្វេងស្ដាំ yes ដោយដែលអ្នកទាំងអស់គ្នាបានឃើញចឹងឥឡូវវាចេញជា4ជ្រុងហើយហ្នឹងហើយតែក៏វាមានកន្លែងខ្លះរៀងធ្លុះធ្លាយអីបន្តិចដែរវាអត់ស្អាតចឹងយើងត្រូវការសិតសូនវាដើម្បីកែតម្រូវខ្លះហ្នឹងហើយបន្ទាប់ពីយើងបានធ្វើការសម្អាតវាហើយចឹងកដាហ្នឹងគឺប្រហែងប្រហោងខ្លាំងមែនតើឥឡូវយើងចាប់ផ្ដើមធ្វើការវានៅផ្នែកកដាហ្នឹងទៀត yes អញ្ចឹងនៅចំណុចកណ្ដាលនេះក៏ខ្ញុំសុំកាត់ចោលដែរអ្នកនរគ្នាដោយសារតែពេលខ្ញុំបៀហ្នឹងគឺវាខុសច្រើនអញ្ចឹងវាត្រូវវាយចោលហ្នឹងហើយត្រូវធ្វើសារថ្មីអញ្ចឹងខ្ញុំមិនចង់កាត់វីដេអូហ្នឹងឲ្យយូរទេអញ្ចឹងក៏ខ្ញុំសម្រេចចិត្តកាត់កន្លែងហ្នឹងចោលទៅហើយឥឡូវយើងបានធ្វើរួចរាល់ហើយអញ្ចឹងយើងធ្វើការrotate វាចំនួន90 degree ដើម្បីឲ្យវាចេញជា4ជ្រុងដូចមុនហ្នឹងទៀតហ្នឹងហើយអញ្ចឹងឥឡូវនេះគឺចំណុចកណ្ដាលយើងគឺបានរួចរាល់ហើយអស់ហើយអក្សរសដែលខ្ញុំដាក់នៅតាមជ្រុងហ្នឹងគឺជារូបគ្រុឌហ្នឹងហើយរូបគ្រុឌត្រូប្រាសាទអីចឹងណាហ្នឹងហើយអញ្ចឹងដោយសារតែប្រាសាទយើងគឺធ្វើក្នុងពិធីបុណ្យចូលឆ្នាំខ្មែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកប្រាសាទហ្នឹងគឺជាទីកន្លែងតម្កល់កបិលមហាព្រហ្មដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងគឺចំណុចកណ្ដាលនេះគឺខ្ញុំនឹងសង់រូបប្រកេះកបិលមហាព្រហ្មសម្រាប់ដាក់នៅចំណុចកណ្ដាលហ្នឹងតែម្ដងអញ្ចឹងបន្ទាប់ពីយើងវាប្រភេទហើយយើងក៏ធ្វើការដាក់មកុដដែរអ្នកនរគ្នាហ្នឹងហើយនៅខាងលើកបិលមហាព្រហ្មក៏ខ្ញុំបានថែមឆ័ត្រដួចចំនួន5ជាន់ដែរអ្នកនរគ្នាហ្នឹងហើយឥឡូវនេះកន្លែងតម្កល់កបិលមហាព្រហ្មយើងគឺបានរួបរวม 100% ជាស្ថាពរហើយអ្នកទាំងអស់គ្នាហ្នឹងហើយគឺនៅតែ decor តិចតួចទេព្រោះអីវាមើលទៅរៀងតលីពេកហើយខ្ញុំក៏បានដូរពណ៌សសដែរអ្នកទាំងអស់គ្នាកាលមុនមិនឃើញពណ៌ក្រហមឥឡូវគឺខ្ញុំបានដូរទៅជាពណ៌សវិញហើយវារៀងស៊ីបន្តិចដោយសារតែពណ៌ក្រហមដាក់ទៅគឺងឹតឆឹងតែម្ដងពេញប្រាសាទហ្នឹងហើយនៅចំណុចកណ្ដាលនេះក៏ខ្ញុំបានធ្វើជាតោកបានធ្វើជាកន្លែងតម្កល់សម្រាប់កបិលមហាព្រហ្មឲ្យរៀងស្អាតបាទជាងមុនដែរហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបៀប្រាសាទរបស់យើងរួចរាល់ហើយអស់ហើយយើងមកធ្វើ logo មហាសង្ក្រាន្តឆ្នាំថ្មីរបស់យើងវិញដែលពាក្យមហាសង្ក្រាន្តនេះគឺខ្ញុំបានយកពីឆ្នាំមុនហ្នឹងហើយការខ្ញុំបៀនៅលើអង្គរវត្តហ្នឹងអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូចាស់បានតែយើងយកទៅពាក្យមហាសង្ក្រាន្តហ្នឹងឯងអ្នកនរគ្នាតែ logo គឺយើងបៀថ្មីទាំងអស់តែម្ដងដែល logo ឆ្នាំមុនគឺខ្ញុំបានបៀរូបដំបូលប្រាសាទនៅលើពាក្យមហាសង្ក្រាន្តហ្នឹងតែឆ្នាំនេះគឺខ្ញុំបានបៀបោះស្បុកនៅលើពាក្យមហាសង្ក្រាន្តហ្នឹងវិញហ្នឹងហើយការបៀ logo នេះក៏ខ្ញុំសុំកាត់ដែរអ្នកនរគ្នាដោយសារតែខ្ញុំអត់ដែរមានបទពិសោធន៍បៀបោះស្បុកធំប៉ុណ្ណានៃធ្វើ logo ចឹងទេចឹងវាពិបាកដែរហើយយើងធ្វើនេះគឺធ្វើជាលក្ខណៈ 2D មិន 3D ទេហ្នឹងហើយឥឡូវនេះគឺយើងបានបៀដំបូលបោះស្បុកបានតិចទេអ្នកនរគ្នាតែមើលទៅមានអារម្មណ៍ថាដូចវាអត់ចូលភ្នែកហ្នឹងហើយវាអត់សមសួនសោះហ្មងអញ្ចឹងយើងក៏ត្រូវការកែតម្រូវខ្លះដែរមិនកែតម្រូវខ្លះគឺកែតម្រូវហ្មងអូខេអ្នកនរគ្នាឥឡូវបន្ទាប់ពីយើងជឿក្បាលបានមកស្ទុះហើយឥឡូវបោះស្បុកចឹងដូចរៀងចេញជារូបរាងខ្លះហើយចឹងយើងសម្រេចយកប៉ុណ្ណឹងចុះហើយឥឡូវយើងធ្វើការផុស one ផុស two ហើយយើងធ្វើការ copy ហើយ flick វាទៅមកជាហៀងទៀតហ្នឹងហើយអញ្ចឹងបន្ទាប់ពី flick ទៅបោះស្បុកយើងគឺមើលរៀងចូលភ្នែកតិចហ្នឹងហើយតែវាអត់សមអ្នកនរដោយសារតែមើលកពូលទៅដូចវារៀងស្ដួចខុសពីធម្មតាហ្នឹងហើយអញ្ចឹងយើងកែតម្រូវខ្លះទៅអញ្ចឹងបន្ទាប់ពីខ្ញុំវាបោះស្បុកហើយនៅសងខាងបោះស្បុកហ្នឹងគឺខ្ញុំវាជារូបកន្ទុយហង្សហើយរូបកន្ទុយហង្សហ្នឹងក៏វានៅក្នុងទម្រង់បោះស្បុកដែរតែខ្ញុំមិនដឹងថាភាសាបច្ចេកទេសគេហៅអីចឹងសូមអធិស្ឋានហងហើយបន្ទាប់ពីខ្ញុំវារូបកន្ទុយហង្សរួចរាល់ហើយអស់ហើយខ្ញុំក៏សម្រេចចិត្តមកយកកម្មាដែលខ្ញុំវាតាំងពីឆ្នាំមុនហ្នឹងយកទៅដាក់បដាអ្នកនរគ្នាអញ្ចឹងខ្ញុំអត់អាចចោលកម្មាហ្នឹងបានទេគឺវាស្អាតខ្លាំងមែនតើហើយណាមើលកម្មាគឺចូលជាសម្រាប់បេតិកភណ្ឌពិភពលោកដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកកម្មាទៅដាក់ទៀតទៅហ្នឹងហើយឥឡូវបន្ទាប់ពីខ្ញុំបានផាសដាក់ជាមួយនឹងបោះស្បុកយើងហើយគឺខ្ញុំមានអារម្មណ៍ថាដូចជាអត់សមសោះអ្នកនរគ្នាហ្នឹងហើយដូចខ្ញុំចង់បរិកវាធំជាងនឹងទៀត
ចឹងយើងធ្វើការបរិវាទៅ yes អញ្ចឹងយើងធ្វើការ copy វាឲ្យរៀងឆ្ងាយពីរបស់ស្បុកនឹងជាងមុនហើយយើងធ្វើការ build បន្ថែមជាមួយនឹងប្រវែងរបស់វាហ្នឹងហើយខ្ញុំក៏បានយកពពកដែលខ្ញុំ build តាំងពីឆ្នាំមុនហ្នឹងយកមកដាក់ទៀតដែរអ្នកនរគ្នាដោយសារតែខ្ញុំអត់មានពេល build ថ្មីទេអញ្ចឹងមានតែយកអារបស់ចាស់ៗហ្នឹងយកមកកែច្នៃធ្វើថ្មីទាំងអស់និយាយទៅឆ្នាំនេះគឺថ្មីតែរបស់ស្បុកឯអ្នកនរគ្នាហើយពពកកម្មាអីហ្នឹងគឺខ្ញុំបានយកមកវិញទាំងអស់តើដោយសារតែខ្ញុំអត់មានពេល build គឺគៀកថ្ងៃចូលឆ្នាំខាងមែនតើអ្នកនរគ្នាហើយខ្ញុំក៏ចិត្តទៅស៊ីរៀបដែរហ្នឹងហើយអញ្ចឹងជំរឿសល្អបំផុតគឺមានតែយករបស់ចាស់យកមកដាក់កែច្នៃធ្វើថ្មីវិញអ្នកនរគ្នាអញ្ចឹងគឺវាអស់ពេលមែនតើដោយសារតែខ្ញុំវានេះគឺវាចាំថ្ងៃ11 12ហើយខ្ញុំក៏ចិត្តគៀកថ្ងៃទៅរវល់ខាងមែនតើអញ្ចឹងខ្ញុំក៏មានតែធ្វើអញ្ចឹងទេអស់ជំរឿសហើយនិយាយទៅគឺខ្ញុំយករបស់ចាស់យកមកទាំងអស់តែម្ដងគឺមានដូចជាបាំងសូបាំងសែងពពកគោមផ្កាយហើយក៏ដូចជាស្លឹកឈើអីចឹងគឺខ្ញុំយកមកវិញទាំងអស់តែម្ដងគ្រាន់តែខ្ញុំ design ជារូបរាងថ្មីតែប៉ុណ្ណោះហ្នឹងហើយអូខេអ្នកនរគ្នាចឹង logo មហាសង្ក្រាន្តរបស់យើងគឺបានរួចរាល់ជាស្ថាពរ95% ចុះអត់ដល់ 100% ទេដោយសារតែខ្ញុំនៅកែកន្លែងតិចតួចហ្នឹងហើយអញ្ចឹងបាន 95% ចាប់ទុកថា 100% ចុះអូខេអ្នកនរគ្នាអញ្ចឹងជាកិច្ចបង្ហើយតែម្ដងគឺខ្ញុំនឹងធ្វើការ copy ប្រាសាទរបស់យើងយកទៅផាសដាក់នៅលើដីដោយសារតែអ្នកនរគ្នាដឹងហើយប្រាសាទរបស់យើងគឺខ្ញុំមាននៅលើមេឃទេអញ្ចឹងឥឡូវយើងធ្វើការ copy វាយកទៅដាក់នៅលើដីតែម្ដងទៅអញ្ចឹងជាដំបូងយើងធ្វើការផុសវ័ននៅជ្រុងម្ខាងហ្នឹងហើយយើងធ្វើការផុសធូរនៅជ្រុងម្ខាងទៀត and then យើងធ្វើការ copy វានៅផ្នែកខាងក្រោយដោយសារតែខ្ញុំមានកម្រងយកប្រាសាទយើងយកទៅដាក់នៅខាងក្រោយប្រាសាទអង្គរវត្តអញ្ចឹងដោយសារតែប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចប្រាសាទបាយ័នបែរមុខទៅទិសខាងកើតអញ្ចឹងវាត្រូវទល់ខ្នងគ្នាអញ្ចឹងខ្ញុំក៏ copy នៅផ្នែកខាងក្រោយនៃប្រាសាទបាយ័នហើយខ្ញុំធ្វើការផាសវានៅខាងក្រោយប្រាសាទអង្គរវត្តវិញអញ្ចឹងវាទល់ខ្នងគ្នាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចប្រាសាទបាយ័នបែរមុខទៅទិសខាងកើតអញ្ចឹងឥឡូវនេះយើងចាប់ដើមផាសវាហើយអូមានអារម្មណ៍ថាដោយសារតែប្រាសាទយើងធំអញ្ចឹងវារៀង slow តិចតែអីទេវាចេញមករួចរាល់ហើយអញ្ចឹងកិច្ចទី1របស់យើងគឺបានរួចរាល់ជាស្ថាពរហើយយើងបាន copy បានដាក់លើដីឯតែក៏នៅមានចំណុចខ្លះដែលយើង copy មកវាអត់ទៅស្អាតអញ្ចឹងហ្នឹងហើយវាដោយនេះមកអញ្ចឹងណាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងយើង copy ដោយដំបូងប្រាសាទដោយអីមកហ្នឹងគឺយើងធ្វើការសម្អាតវាដើម្បីឲ្យបរិវេណជុំវិញប្រាសាទយើងមានសោភ័ណភាពស្អាតជាងមុនហ្នឹងហើយរីឯចំណុចទី2ដែលជាចំណុចបង្ហើយតែម្ដងគឺយើងនឹងធ្វើការ copy logo យកទៅដាក់នៅខាងលើកំពូលប្រាសាទឥឡូវយើងចាប់ផ្ដើមផុសវ័ននៅជ្រុងម្ខាងហើយយើងហោះទៅផុសទូនៅជ្រុងម្ខាងទៀតបន្តមកទៀតយើងធ្វើការ copy ឲ្យចំចំណុចកណ្ដាលនៃ logo របស់យើងហើយយើងធ្វើការផាសlogo របស់យើងនៅលើកំពូលប្រាសាទបាយ័នដោយដក A អញ្ចឹងគឺអត់មានដាច់ប៉ះពាល់អីដល់ប្រាសាទទេអញ្ចឹងឥឡូវនេះប្រាសាទបាយ័នហើយនឹង logo របស់យើងគឺបានរួចរាល់ 100% ជាស្ថាពរហើយអ្នកទាំងអស់គ្នាគឺសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយមានពាក្យមហាសង្ក្រាន្តនៅលើប្រាសាទបាយ័នរបស់យើងតែម្ដងអញ្ចឹងគម្រោងនៃការបៀប្រាសាទបាយ័នជាមួយនឹង logo របស់យើងគឺបានចប់ 100% ជាស្ថាពរហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អធ្វើដំណើរប្រកបដោយសុវត្ថិភាពហើយនឹងទទួលពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្នាគ្រៀតឡើយហើយ enjoy ពិធីបុណ្យចូលឆ្នាំខ្មែរអ្នកទាំងអស់គ្នារីករាយទាំងអស់គ្នាបាយបាយអរគុណច្រើនមុជ